រុនសុស្ដីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកងើបពីដេកមកឥឡូវនេះម៉ោងខ្ទង់8ជាងហើយងើបពីដេកមកលេងឃើញផ្លែកទឹមខ្ញុំដាំនៅផ្ទះខ្ញុំមិននឹកស្មានមានផ្លែបងប្អូនហើយខ្ញុំថតឲ្យបងប្អូនមើលលេងទៅផ្លែ2ផ្លែដែរតាតាមកទឹមផ្លែធម្មជាតិបងប្អូនអរគ្នាបាទហើយបងប្អូនអរគ្នាអ្នកដែលទៅតែតាមដាននៅ Channel YouTube របស់ខ្ញុំសូមកុំភ្លេចជួយចុច like subscribe នៅលើ Channel YouTube របស់ខ្ញុំម្នាក់មួយផងឬក៏ទូរស័ព្ទបងប្អូនឃើញពាក្យថាជាវអញ្ចឹងបងប្អូនជួយចុចជាវឲ្យខ្ញុំម្នាក់មួយផងដើម្បីសម្រាប់ក្តីសម័យខ្ញុំបានចំនួន 1000 subscriber ឥឡូវនេះបាន260 subscriber ជាងហើយអញ្ចឹងបងប្អូនសូមកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងហើយខ្ញុំងើបពីដេកមកមានអារម្មណ៍ថាស្រស់ស្រាយមែនតើបងប្អូនពេលដែលឃើញតំណាំមានផ្លែអញ្ចឹងណានេះផ្លែកទឹមឲ្យបងប្អូនហើយតិចទៀតហ្នឹងយើងបេះហូបបានហើយវាមិនសូវជាល្អប៉ុន្មានទេបងប្អូនវារឿងបំចំដែររបស់ធម្មជាតិវាប៉ុណ្្នឹងឯងបងប្អូនអរគ្នាអញ្ចឹងចង់សួរបងប្អូនថាបងប្អូនមានដាំឡើងកទឹមណាបងប្អូនហើយពេលដែលបងប្អូនដាំកទឹមហើយបងប្អូនឃើញវាមានផ្លែមានផ្កាតើបងប្អូនមានអារម្មណ៍សប្បាយចិត្តអត់ហើយនេះបងប្អូនខ្ញុំថតឲ្យចិត្តមើលផ្លែវានេះធំទេបងប្អូនហើយសូមបញ្ជាក់ថានេះគឺជាផ្លែពិតតែបងប្អូនអត់មានបានបិទទេណាអត់មានបានទិញផ្លែយកមកចងយកមកបិទឲ្យថតវីដេអូឲ្យបងប្អូនមើលណាគឺពិតតែបងប្អូនហើយនេះមួយផ្លែទៀតបងប្អូននេះផ្លែទៀតបាន2ផ្លែទេបងប្អូននឹកស្មានតែវាផ្លែខ្ញុំរំភើបមែនតើបងប្អូនពេលឃើញងើបពីដេកមកហើយឃើញផ្លែកទឹមផ្លែខ្ញុំអត់ចាប់អារម្មណ៍ដល់ពេលខ្ញុំឃើញអង្គុយលេងទៅឃើញវាមានផ្លែ2ផ្លែទៅខ្ញុំមានអារម្មណ៍មួយសប្បាយចិត្តមែនតើបងប្អូនអរគ្នាហើយនៅសុកសែចំការមានតែប៉ុណ្្នឹងឯងបងប្អូនអត់មានអីច្រើនក្រៅពីតំណាំយើងដាំនៅផ្ទះអីតិចតួចចឹងទៅគឺមានតែដីទនេយើងដាំតំណាំដាំអីទៅបងប្អូនយើងកុំទុកដីចោលខ្ញុំតែងតែប្រាប់បងប្អូនចឹងហើយនេះស្លឹកវាបងប្អូនស្លឹកដើមនេះដើមកទឹមហ្នឹងបងប្អូនស្លឹកវាអញ្ចឹងឯងវាស្លឹកទូចដែរវាមិនសូវជាស្លឹកអីធំប្រហែលទេគ្រាន់តែថាមេឃសាខាវារៀងបែកមេឃសាខាច្រើនអញ្ចឹងណាហើយវាមានផ្លែវាគឺផ្លែបែបហ្នឹងឯងបងប្អូនធ្លាប់តែទិញនៅផ្សារអត់ដែលស្គាល់ដើមកទឹមហ្នឹងមិនបងប្អូនមើលវីដេអូនេះទៅបានស្គាល់ដើមកទឹមហើយនេះផ្លែកទឹមអីចឹងណាបងប្អូនអរគ្នាអញ្ចឹងវីដេអូហ្នឹងក៏អត់មានអីនិយាយច្រើនទេគ្រាន់តែខ្ញុំសរុបមកវិញគឺខ្ញុំចង់មកថតដើមកទឹមឲ្យបងប្អូនមើលក៏ដូចជានិយាយថាវាមានផ្លែអញ្ចឹងណាខ្ញុំបានថតឲ្យបងប្អូនមើលពីផ្លែរបស់ដើមកទឹមក៏ដូចជាស្លឹកដើមកទឹមអីចឹងទៅថតឲ្យបងប្អូនមើលចឹងទៅអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំហើយសូមកុំភ្លេចជួយចុច like subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីសម្រេចក្តីសម័យខ្ញុំបានចំនួន1000 subscriber ឬក៏1000ជាវអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាហើយជាចុងក្រោយសូមជូនពរដល់ពុកម៉ែបងប្អូនអរគ្នាមានសុខភាពល្អហើយយើងនឹងជួបគ្នាបន្តទៀតនៅវីដេអូក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមអរគុណ